តើអ្នកអាចជឿទេថាដើម្បីធានាឧបករណ៍ដ៏ធំធេងមានទម្ងន់ 2600 តោននេះអាចទៅដល់គោលដៅបានដោយមិនត្រូវរុះរើវាជាបន្ទះហើយសាងសង់វាឡើងវិញនោះទេមានមនុស្សរាប់រយនាក់បានដើរតាមការដឹកជញ្ជូនវាតាមដងផ្លូវវាជាប៉មបំបែកប្រូពីលីនធំបំផុតនៅលើពិភពលោកទីកន្លែងរោងចក្ររបស់វានៅភាគខាងកើតនៃប្រទេសចិនហើយត្រូវបានដឹកទៅទីកន្លែងសាងសង់ដែលនៅជាប់មាត់ឆ្នេរដើម្បីធានាថាវាអាចដឹកដល់គោលដៅក្រុមអ្នកដឹកជញ្ជូនបានចំណាយពេល40ថ្ងៃនិងទិញដីជាង400ហិកតាដើម្បីកែសម្រួលផ្លូវក្នុងការដឹកជញ្ជូនពួកគេធានាថាមិនមានអ្វីអាចរារាំងផ្លូវរបស់វាបាននោះទេចាប់ពីការដាក់ឡើងលើយានយន្តដល់ការដឹកជញ្ជូនវាជាដំណើរការដ៏គ្រោះថ្នាក់បំផុតប៉ុន្តែចុងក្រោយវាក៏បានទៅដល់គោលដៅដោយសុវត្ថិភាពទោះជាយ៉ាងណាដំណាក់កាលបន្ទាប់គឺជារឿងដ៏ឈឺក្បាលធំបំផុតប៉មបំបែកប្រូពីលីននេះមានប្រវែង140ម៉ែត្រស្មើនឹងអគារកម្ពស់50ជាន់ហើយវាមានអង្កត់ផ្ចិត11ម៉ែត្រវាជាវត្ថុដ៏ធំនិងមានទម្ងន់យ៉ាងធ្ងន់ដូច្នេះការរៀបចំផ្លូវឲ្យស្អាតសម្រាប់វាឆ្លងកាត់គឺជារឿងឈឺក្បាលពួកគេចាំបាច់ត្រូវចាប់ផ្ដើមរៀបចំមុនមួយខែអ្វីដែលត្រូវដកចេញដូចជាខ្សែភ្លើងអំពូលភ្លើងតាមដងផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតបន្ទាប់ពីដឹកដល់គោលដៅតើត្រូវដំឡើងយ៉ាងដូចម្តេចបើប៉មមានកម្ពស់ខ្ពស់រហូតដល់140ម៉ែត្រដំណើរការដំឡើងក៏ជារឿងស្មុគស្មាញបំផុតយ៉ាងខ្លាំងដែរត្រូវការម៉ាស៊ីនលើកធំៗដែលមានកម្លាំងខ្លាំងក្នុងការលើកពីមួយដំណាក់កាលទៅមួយដំណាក់កាលដោយមានការប្រុងប្រយ័ត្នបំផុតដែលមានការរៀបចំប្លង់ដោយវិស្វករដែលមានជំនាញនិងបទពិសោធន៍ខ្ពស់ប៉មបំបែកប្រូពីលីនធំបំផុតនៅលើពិភពលោកត្រូវបានដំឡើងដោយជោគជ័យ